អ្នកនរគ្នាថ្ងៃហ្នឹងខ្ញុំមក review collection Panda របស់ Into You ចាយើងសាកដំបូងគេហ្នឹងគឺជាលក្ខណៈ cushion Panda នេះគេដែលចង់បានជាលក្ខណៈ cushion ស្ដើងអាចប្រើជាប្រចាំថ្ងៃបានណាគឺគាត់អាចយកបានហើយអាហ្នឹងក៏វាមានពីរប្រភេទស្បែកដែរស្បែកស្ងួនហើយនិងស្បែកប្រេងបានរៀងគីឡូភ្លឺអញ្ចឹងគឺយើងចាប់ផ្ដើមពីឆ្អឹងមុខយើងទៅកន្លែងម្ដុំនេះហើយអ្នកនរគ្នាចេញមករៀងក្រៅតិចមកហើយបន្ទាប់មកចាំយកចូលរៀងខាងក្នុងឃើញនិយាយទៅ texture មុខខ្ញុំឡើងស្មើហើយឡើងគីឡូទៀតអ្នកគ្នា cushion ហ្នឹងចុះឲ្យនៅសតតែ11រៀល20ឯងហើយចំណុះគេឡើង15ក្រាមអ្នកនរគ្នាគឺយើងចូល plus ជាមួយនឹង highlighter មានទាំងអស់3ពណ៌ហ្នឹងហើយខ្ញុំប្រើហ្នឹងគឺ2ពណ៌នេះដោយសារនេះពណ៌តក្រូចខ្ញុំប្រើហ្នឹងពណ៌កាឈ្នេះ ML03 អ្នកនរគ្នា plus នេះស្អាតខ្លាំងណាស់អ្នកនរគ្នានេះពណ៌កាឈូកនេះ highlight គេហ្នឹងគឺជា highlight ផ្លេកហ្មងអ្នកនរគ្នាអានេះ ML03 ហ្នឹងគឺវាមកចេះអានេះហ្នឹងគឺយើងដាក់មុំមូននៅកន្លែងតំបន់ដែលយើងចង់ឲ្យវាលេចធ្លោអ្នកនរគ្នានៅពេលដែលយើងដាក់ highlight ហើយគឺវាឡើងគីឡូដើម្បី set make up របស់យើងជាប់បានយូរយើងត្រូវដាក់ម្សៅក៏ប៉ុន្តែដោយសារតែ make up មួយនេះគឺយើងខំឲ្យវាគីឡូភ្លឺអីចឹងអាកន្លែងថ្ពាល់ហ្នឹងគឺយើងទុកទាំងអស់ហើយយើងយកម្សៅមក set តែកន្លែងណាដែលវាងាយនឹងឡើងប្រេងជាពណ៌សរបៀបប្រើអ្នកនរគ្នាយកចឹងមកនេះច្រើនណាស់អ្នកនរគ្នាចឹងយកមកញីឲ្យសព្វសាច់ហើយចាំយកមកដាក់តិចមកមុខយើងនៅតែគីឡូភ្លឺកុំហើយ set ម្សៅបានស្អាតទៀតអ្នកនរគ្នាដល់វគ្គ color ភ្នែកចឹង color ភ្នែកហ្នឹងក៏ខ្ញុំប្រើ Into You ដែរគ្នាយើងបន្ថែមមួយពណ៌ទៀតថ្ងៃហ្នឹងយើងប្រើតែ2ពណ៌ឯងតបមកគឺយើងគូ eyeliner យកពណ៌នេះហ៎អូអ្នកនរគ្នា eyeliner ខ្ញុំឥឡូវខ្ញុំអត់ដែរប្រើ eyeliner ហ្មងខ្ញុំភាគច្រើនប្រើតែម្សៅយកមកគូសឲ្យដើម្បីឲ្យវាឃើញ natural អ្នកនរគ្នាដល់វគ្គពាក់រុំភ្នែកហើយអ្នកនរគ្នាចឹងអានេះរុំភ្នែកដែលយើងពាក់ហើយអានេះអត់តពាក់តែអ្នកនរគ្នាចឹងការ make up របស់យើងថ្ងៃហ្នឹងគឺប្រើ Into You ជា limited edition Panda ចោលទាំងអស់ហ្នឹងគឺមាននៅក្នុង stock ទាំងអស់ចឹងបើសិនជាអ្នកនរគ្នាត្រូវការអីគឺអាច inbox មកបានចឹងវីដេអូមួយហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណបាយបាយ